ថ្ងៃនេះខ្ញុំមកធ្វើការបង្កាត់ត្រីក្រឹមរបស់ខ្ញុំមកគូដែលជាពូជ Red Galaxy ចង់ដឹងថាបានពងច្រើនប៉ុណ្ណាតោះចេញទៅមើលវីដេអូពេញទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Beta Keeper ម្ដងទៀតដោយវីដេអូថ្ងៃនេះខ្ញុំនឹងមកធ្វើការបង្កាត់ត្រីក្រឹម Red Galaxy របស់ខ្ញុំសម្រាប់ញីឈ្មោះមកគូនេះផងដែរអាចនិយាយបានថាគឺជាត្រីមួយក្នុងចំណោមត្រីដែលមានទម្រង់និងពណ៌ស្អាតដែលខ្ញុំធ្លាប់ចិញ្ចឹមមកអញ្ចឹងហើយទើបសម្រេចចិត្តថាយកវាមកបង្កាត់ដើម្បីឲ្យបានកូនរបស់វាមកស្អាតៗដូចគ្នាឥឡូវយើងមកមើលធុងបង្កាត់របស់ខ្ញុំដែលខ្ញុំប្រើប្រាស់ធុងស្នោដាក់ជាមួយនឹង plastic ដើម្បីការពារជ្រាបទឹកហើយសម្រាប់រុក្ខជាតិទឹកដែលខ្ញុំប្រើប្រាស់គឺសារ៉ាយដែលខ្ញុំមានសម្រាប់មកគូនេះផងដែរគឺខ្ញុំមានពេលបំពន់ពួកវាគឺអត់យូរអ្នកនរប្រហែលជា2ទៅ3ថ្ងៃទេហើយសម្រាប់ដំណាក់កាលដំបូងនៅក្នុងការបង្កាត់គឺខ្ញុំធ្វើការដាក់ឈ្មោលចូលទៅក្នុងធុងបង្កាត់មុនប្រហែលជា2ទៅ3ម៉ោងដើម្បីឲ្យវាស៊ាំជាមួយកន្លែងឲ្យវាស្គាល់កន្លែងកុំឲ្យវាផ្អើលហើយចង់បញ្ជាក់អ្នកនរផងដែរថានៅក្នុងកំឡុងពេលបង្កាត់គឺខ្ញុំអត់ដាក់ចំណីទេគឺខ្ញុំដាក់ចំណីមុនពេលបង្កាត់មុននឹងធ្វើការដាក់បង្កាត់គឺខ្ញុំតែងតែបំពន់ពួកវាដោយឲ្យចំណីដែលមានប្រូតេអ៊ីនខ្ពស់ដោយក្នុងវីដេអូនេះគឺខ្ញុំធ្វើការឲ្យចំណីកកដែលជាអាធីមៀកកហើយក្រោយពីចំណីកកខ្ញុំក៏មានឲ្យជាចំណីគ្រាប់ក៏ដូចជាចំណីរស់ដូចជាចៃទឹកឬមួយក៏អាធីមៀភ្ញាស់ផងដែរអញ្ចឹងក្រោយពីឲ្យឈ្មោះនៅក្នុងធុងរយៈពេលប្រហែលជា2ទៅ3ម៉ោងហើយគឺខ្ញុំធ្វើការមកចាប់មីញីយកទៅដាក់នៅក្នុងធុងបង្កាត់ជាមួយនឹងឈ្មោលដែរហើយតិចនិចមួយដែលខ្ញុំតែងតែប្រើប្រាស់ក្នុងការបង្កាត់ត្រីរបស់ខ្ញុំហ្នឹងគឺចូលចិត្តដាក់ត្រីក្រឹមញីដែលក្នុងការបង្កាត់ហ្នឹងនៅពេលល្ងាចអ្នកនរគ្នាមូលហេតុដែលខ្ញុំធ្វើការដាក់មីញីចូលទៅពេលល្ងាចហ្នឹងគឺទី1គឺកាត់បន្ថយការខាំរបស់ឈ្មោលនៅពេលដែលដាក់ពេលល្ងាចអញ្ចឹងបើសបកទៅវាយប់ល្ងិតឈ្មោលមើលឡើងឃើញវាឡើងខាំហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតគឺយើងរកអីមកគ្របមាត់ធុងរបស់យើងហើយយើងនឹងរងចាំមើលលទ្ធផលនៅថ្ងៃបន្ទាប់ទៀតហើយនេះគឺជាថ្ងៃបន្ទាប់ទៀតអ្នកនរគ្នាបន្ទាប់ពីខ្ញុំបើកគ្របធុងមកឃើញថាវាកំពុងតែគៀបទៅហើយខ្ញុំឧស្សាហ៍បានអធិប្បាយតាក់ទងជាមួយនឹងការគៀបរបស់ត្រីក្រឹមហ្នឹងបើសិនជាអ្នកដែលធ្លាប់មើលវីដេអូខ្ញុំប្រកាសជាដឹងហើយប៉ុន្តែសម្រាប់អ្នកដែលអត់ធ្លាប់មើលវីដេអូខ្ញុំពីមុនមកឬមួយក៏អត់ដែលដឹងថាការបង្កាត់របស់ត្រីក្រឹមហ្នឹងគឺវាបង្កាត់របៀបណាខ្ញុំនឹងធ្វើការអធិប្បាយម្ដងទៀតជាទូទៅគឺត្រីក្រឹមឈ្មោះវានឹងយកខ្លួនរបស់វាគៀបទៅលើខ្លួនរបស់មីញីដើម្បីមីញីទម្លាក់ពងមកហើយវានឹងធ្វើការបញ្ចេញមេជីវិតទៅលើពងដែលធ្លាក់មកនឹងតែម្ដងដែលគេតែងតែហៅថាការបង្កកំណត់ក្រៅអ្នកនរគ្នាហើយនៅពេលដែលពងនឹងទទួលបានមេជីវិតហើយឈ្មោះវានឹងធ្វើការប្រមូលពងរបស់វានឹងយកទៅដាក់នៅក្នុងពពុះដែលជាសបុករបស់វាធ្វើនឹងឯងសម្រាប់ការគៀបនឹងគឺពេលដំបូងគឺអាចនឹងអត់ទាន់មានពងធ្លាក់មកគៀបរយៈពេលប្រហែលជាកន្លះម៉ោងទៅ1ម៉ោងអីទើបមានពងធ្លាក់មកគៀបកាន់តែយូរទៅគឺពងធ្លាក់មកកាន់តែច្រើនទៅដូចគ្នាដូចនៅក្នុងវីដេអូនេះផងដែរគឺវាប្រើរយៈពេលគៀបប្រហែលជា1ម៉ោងជាងឯអ្នកនរគ្នាដល់ពេលដែលពងធ្លាក់មកនឹងគឺច្រើនគ្រាប់គឺអាចពី10ទៅ20គ្រាប់ក្នុងម្ដងប៉ុន្តែដោយសារតែមីញីមួយក្បាលនឹងគឺពោះវាមិនសូវធំបានថាពងរបស់វាក៏មិនសូវច្រើនណាស់ណាស់ដែរគ្រាន់តែថាពងរបស់វារៀងគ្រាប់ធំល្អបើសិនជាពងមិនសូវច្រើនបានន័យថារយៈពេលនៅក្នុងការគៀបក៏មិនយូរប្រហែលដែរប៉ុន្តែបើសិនជាពងច្រើនវានឹងប្រើរយៈពេលយូរក្នុងការគៀបមុំតាពងនឹងធ្លាក់មកអស់ហើយនៅពេលដែលពងធ្លាក់មកនឹងអាឈ្មោះមានតួនាទីប្រមូលពងដោយប្រើមាត់របស់វានឹងប្រមូលម្ដងគ្រាប់ដើម្បីយកទៅដាក់នៅក្នុងពពុះដែលជាសបុករបស់វាហើយពេលខ្លះយើងក៏អាចសង្កេតមើលឃើញមីញីជួយក្នុងការប្រមូលពងដូចគ្នាហើយមានអ្នកធ្លាប់សួរខ្ញុំថាមិនបានអាឈ្មោះវាស៊ីពងអញ្ចឹងបើតាមបទពិសោធន៍របស់ខ្ញុំអាឈ្មោះដែលស៊ីពងគឺវាដឹងថាពងនឹងវានឹងខូចវានឹងរលួយដោយសារតែពងនៅអត់មានមេជីវិតអញ្ចឹងវានឹងធ្វើការស៊ីពងនឹងចោលតែម្ដងវានៅឲ្យសុកវាអត់អាចស៊ីពងមូលហេតុមួយទៀតដែលត្រីក្រឹមវាស៊ីពងរបស់វាគឺអាចមកពីវា stress អ្នកនរគ្នាឬមួយក៏នៅពេលដែលវាផ្អើលនៅពេលដែលយើងឧស្សាហ៍បើកមើលឬមួយក៏មានសលេងមានអីទៅគុកធុងបង្កាត់របស់យើងហ្នឹងអ្នកនរគ្នាអាចសង្កេតមើលឃើញគ្រាប់សដែលនៅក្នុងពពុះហ្នឹងគឺជាពងត្រីរបស់យើងហើយក្រោយពីធ្វើការគៀបរយៈពេលប្រហែលជា3ម៉ោងគឺខ្ញុំធ្វើការមកបើកមើលម្ដងទៀតឃើញថាឈ្មោះវាដេញមីញីចេញពីពពុះដែលជាសបុករបស់វានឹងឯងព្រោះថាជាទូទៅនៅពេលបង្កាត់គឺត្រីក្រឹមឈ្មោះមានតួនាទីក្នុងការមើលថែពងហ្នឹងឲ្យញាស់នៅពេលដែលមីញីពងរួចគឺអាឈ្មោះនឹងធ្វើការដេញមីញីចេញតែម្ដងឆ្នេះអ្វីដែលយើងត្រូវធ្វើគឺយើងធ្វើការដួសមីញីចេញដើម្បីកុំឲ្យអាឈ្មោះកាន់តែ stress ឬមួយក៏អាឈ្មោះអាចនឹងខាំមីញីនឹងរបួសធ្ងន់ធ្ងរប៉ុន្តែបើសង្កេតមើលស្ថានភាពមីញីឥឡូវនេះឃើញថាអត់សូវមានរបួសស្នាមប្រហែលទេអាចនិយាយបានថាឈ្មោះនេះវាអត់សូវកាចប្រហែលដែរដូច្នេះយើងនឹងរងចាំមើលទាំងអស់គ្នាថាពងត្រីរបស់យើងនឹងញាស់ជាកូនត្រីឬមួយក៏យ៉ាងណាជួបគ្នាវីដេអូក្រោយៗទៀតអរគុណបាយបាយ